របៀបខ្ចប់វិចអង្គនេះបាននិយាយពីការ៉ុងគុណភាពការ៉ុងល្អបាននិយាយអំពីថង់ក្នុងវាមានថង់ក្នុងសម្រាប់អង្គមានន័យថាស្តង់ដារវិចខ្ចប់ល្អណាខ្ញុំទិញមកណាខ្ញុំទិញមកហ្នឹងល្អអូខេក៏ប៉ុន្តែឥឡូវនេះឲ្យខ្ញុំរិះគន់វិញម្ដងគុណភាពការ៉ុងល្អរបៀបវិចខ្ចប់ល្អអូខេគុណភាពការ៉ុងល្អរបៀបវិចខ្ចប់ល្អអូខេតែឥឡូវនឹងឲ្យខ្ញុំរិះគន់វិញអ្នកដែលបោះពុំស្បោងអង្គនេះដាក់ពណ៌ច្រើនហួសដែលបង្ហាញឲ្យឃើញថាថ្លៃការ៉ុងនេះមិនគួរណាចំណាយបោះពុំដាក់ពណ៌អញ្ចឹងទេវាគ្រាន់តែជាការ៉ុងអង្គអត់ត្រូវការចំណាយក៏លើបោះពុំដល់ប៉ុណ្្នឹងទេការដាក់រូបថតការដាក់ស្អីនេះគឺអត់ចាំបាច់ទេខាតតែលុយទេអានឹងហើយដែលបោកទៅក្នុងថ្លៃផលិតផលដែលយើងប្រកួតប្រជែងក្នុងទីផ្សារអត់តាន់គេទេមិនដឹងជាត្រូវការកណ្ដួយស្អីទេឯណាប្រាសាទព្រះវិហារអីបើចង់ដាក់ព្រះវិហារគេដាក់ print ព្រះវិហារ logo background ទាំងអស់អត់មានយកពណ៌ទង់ជាតិខ្មែរមកដាក់ទេវាអស់លុយច្រើនហើយអត់ប្រយោជន៍អា logo នេះក៏មិនត្រូវការណាគឺត្រូវការ background ឲ្យវាសវាស្អាតហើយអានេះអត់យកជា photographic ទេយកជារូបគំនូរតូចមួយដាក់ទៅរីឯអក្សរនេះអត់មានចាំបាច់មានពណ៌ក្រហមពណ៌ blue ពណ៌ស្អីអត់មានទេហើយកុំស្កេកស្កាត់ពេកបើវាជា jasmine វាជាអង្គកោបដាក់ថា jasmine អត់មានមកអីណែណា premium រៃអីមានភាសាបើជាភាសាយួនដាក់ទៅប៉ុន្តែមិនមែនព្រះវិហារកៅ jasmine អីកុំតងែនពេកហើយបើដាក់អក្សរចិនដាក់ទៅណាហើយអា Cambodia Jasmine រ៉ៃស្អីទៅអង្គរំដួលលេខ1ផងហើយបន្ទាប់មកទៀតវា Cambodia Jasmine វាច្រើន redundancy វាអស់លុយស្ដាប់ឲ្យបានការរិះគន់ខ្ញុំអានឹងហើយដែលផលិតករអង្គនឹងមិនអាចលក់ថោកចាញ់មកទីផ្សារហើយប្រកួតយកឈ្នះក្នុងទីផ្សារអន្តរជាតិបានវាចោលមកសៀតនឹងអាហ្នឹងវា add on to cost មានន័យថាវាបូកបញ្ចូលទៅតម្លៃផលិតហើយបើតម្លៃផលិតវានៅច្រើនយើងលក់អត់បានចំណេញទេនេះខ្ញុំរិះគន់ឲ្យស្ដាប់ស្ថាបនាកុំឈួតធ្វើបែបអង្គអញ្ចឹងនោះប្រាប់ម្ដងទៀតអាស្បោងអង្គនេះណាគុណភាពល្អអាដាក់អង្គក្នុងនេះស្តង់ដារណាអូខេណាតែអត់មានត្រូវការរបស់អស់ហ្នឹងទេមិនដឹងជាស្អីអូបាត់ដំបង Jasmine Rye known for its exceptional quality and fragrance is the higher price variety of aromatic rice cultivated and processed ដឹងចិត្តចុយរាយស្អីក៏ច្រើនម្លេះអាហ្នឹងហើយដែលវាធ្វើឲ្យតម្លៃនៃការវេចខ្ចប់ហ្នឹងវាថ្លៃមែនតើឧបមាថាអង្គមួយបាវនេះគេត្រូវការវេចខ្ចប់តែ$1ទេយើងនេះវាអស់$3-4ហើយអាហ្នឹងហើយដែលយើងលក់វាមិនចំណេញនោះភ្ញាក់កាយៅខួរឡើងគ្មានអាណាគេឲ្យតម្លៃទេគេទិញអង្គមកគេកាត់បាវគេកាត់នឹងផងគេគ្មានមកអង្គុយមើលប្រាសាទព្រះវិហារគេគ្មានមកអង្គុយមើលរូបថតចូលស្រូវទេភ្ញាក់ខ្លួនឡើងដើរឲ្យតាន់គេអាការ៉ុងអង្គនេះទាំងវិចខ្ចប់ហ្នឹងឲ្យថ្លៃតែ$1អស់ខ្លាំងហើយអាហ្នឹងហើយដែលយើងលក់តាន់គេនោះភ្ញាក់ខ្លួនឡើងខ្ញុំរិះគន់ស្ថាបនាហើយបើមិនចេះស្ដាប់ទេអង្គុយតែងាប់ទៅអង្គុយតែចាញ់គេទៅអូខេនេះខ្ញុំទិញយកមកខ្ញុំប្រាប់ថាអាការ៉ុងនេះវាល្អអាស្តង់ដារខាងក្នុងនេះវាល្អអូខេវាល្អហើយតែអារញ៉ៃនេះអារញ៉ៃនៅមុខនេះអត់មានជួយអីទេវាខាតតែលុយទេគ្មាននរណាទិញអង្គគេមកអង្គុយមើលទេអញ្ចឹងយើងត្រូវកាត់តម្លៃផលិតយើងឲ្យវាទាបណាអូខេខាន់ឌីលុនចៅឯងមានកូនស្រីទេត្រូវការមកជួយលាងជើងឲ្យតាឬយ៉ាងណាឬក៏ចៅឯងខ្លួនឯងចង់មកលាងជើងឲ្យតាណាតែចៅសួររឿងប្រពន្ធរឿងកូនណាត្រូវដឹងអូខេឥឡូវនេះបន្ទាប់ពីខ្ញុំរិះគន់ស្ថាបនាឥឡូវខ្ញុំនិយាយពីជាតិអង្គរសជាតិបើនិយាយពីសាច់អង្គនេះក្របតូចហើយល្អអូខេខ្ញុំយកអង្គនេះមកហាត់អង្គនេះធំក្លិនឈ្ងុយល្មមបើនិយាយពីកម្រិត1 ដល់ 10អង្គនេះវាធំក្លិនក្រអូបវាមាន fragrance
វាលេខ5មើលសាច់អង្គវាល្អអត់មានបាក់ទេវាសំរុំត្រឹមត្រូវអូខេហើយក្របអង្គថ្លាល្អហើយបើយកមកហាត់វាល្អតែដល់ពេលដាំបាយអង្គនេះព្រះវិហារនេះអាខ្លះព្រះវិហារនេះអាម៉ាក់អញ្ចឹងតែខ្ញុំទេខ្ញុំមកដាំបាយអង្គនេះយើងអាចដឹងបានថាវាជាអង្គល្អប៉ុន្តែវាស្រូវចាស់ហើយខ្ញុំអត់ដឹងថាវាអាយុប្រហែលចេញពីកម្ពុជាមកទេប៉ុន្តែវាស្រូវចាស់ពីព្រោះដល់ពេលសនរិនកុំឈួតឲ្យរឿងគេបន្លំឈប់ឈួតទៅយកចិត្តទុកដាក់ពីអ្វីដែលតានិយាយបើចៅឯងវិចខ្ចប់ចៅឯងមកប្រាប់តាអីណាប្រយ័ត្នយួនសៀមបន្លំអីលើចុយតម្រាយអញមិនមែននិយាយរឿងខ្លាំងទេអញមិនស្គាល់អង្គអញនិយាយពីរឿងវិចខ្ចប់បើសៀមហើយនឹងយួនវាវិចខ្ចប់វាអត់ភ្លើបោះពុំក្រុងអញ្ចឹងទេអញ្ចឹងឈប់ភ្លើទៅអូខេរៀនឆ្លាតឡើងតាមិនមែននិយាយរឿងអង្គខ្លាំងតានិយាយពីរឿងថាយើងធ្វើម៉េចដើម្បីឲ្យតម្លៃផលិតវាទៀតដើម្បីយើងលក់បានច្រើនកសិករយើងចំណេញដូច្នេះឈប់ភ្លើឯណាអង្គខ្លាំងហ្នឹងនៅស្រុកខ្លួនឯងមិនស្គាល់អង្គខ្លួនឯងឥឡូវត្រឡប់មកវិញចាប់អង្គមកក្តាប់យកមកអង្គថ្លាល្អហើយរូបរាងអង្គល្អដល់ពេលហាត់ជាតិក្អូបក្លិនក្អូបរបស់អង្គបើលេខ1ដល់លេខ10វា5មានន័យថាអូខេ acceptable ប្រែជាភាសាខ្មែរថាទទួលបានតែដល់ពេលវល់អង្គដាំអង្គមកដាំនេះដែលខ្ញុំទិញមកពីអាទិត្យមុននេះខ្ញុំដាំ2ដងខ្ញុំដាំអង្គខ្ញុំដាក់ទឹកប៉ុណ្ណឹងណាខ្ញុំវល់អង្គដាក់ក្នុងឆ្នាំងខ្ញុំលាងហើយខ្ញុំវាស់ទឹកមួយថ្នាំងដៃប៉ុណ្ណឹងអូខេនៅពេលដែលខ្ញុំវល់អង្គនេះយកទៅដាំបាយដាក់ទឹកមួយថ្នាំងដៃបាយវារឹងបងប្អូនបាយវាធំក្លិនឈ្ងុយលេខ5ប៉ុន្តែវារឹងបានសេចក្តីថាម៉េចបានសេចក្តីថាអង្គនេះវាស្រូវចាស់ខ្ញុំមិនដឹងថាគេច្រូតបោកបែនពីស្រុកខ្មែរមកខែណាទេតែវាចាស់អង្គនេះស្រូវចាស់បាយដាក់មួយថ្នាំងដៃវាអត់ឈ្ងុយហើយទន់ល្មមញ៉ាំទេវារឹងបងប្អូនវារឹងហើយនៅពេលដែលវាត្រជាក់ទៅវាកកក្តាំងដូចបាយក្រៀមអញ្ចឹងវារឹងដល់ពេលខ្ញុំដាំលើកទី2ដាក់ទឹកប៉ុណ្ណេះ2ថ្នាំងដៃពួកខ្ញុំដាំបាយខ្ញុំចេះដាំបាយតាំងពីផ្ទះឆ្នោតលើខ្ញុំប្រើតែម្រាមដៃវត្តទេណាអញ្ចឹងខ្ញុំដាក់2ថ្នាំងដៃដោយខ្ញុំសង្ឃឹមថាដាំទៅបាយវាទន់ជាងមុនបងប្អូននៅពេលខ្ញុំដាំលើកទី2ខ្ញុំដាក់ទឹក2ថ្នាំងដៃដើម្បីឲ្យទន់ស្រាប់តែបាយមកជ្រាយបងប្អូនបាយស្ងួតពីលើតែជ្រាយបាទខ្ញុំកូរបាយលាងអង្គនឹងអីសោះក៏បាយវាជ្រាយអញ្ចឹងក្រោយពីដាំ2ដងណាក្រោយពីដាំ2ដងខ្ញុំសូមជម្រាបថាអង្គនេះទី1ស្រូវចាស់មិនដឹងវាអាយុប្រហែលខែទេខ្ញុំអត់ដឹងទេតែវាស្រូវចាស់បើដាក់ទឹកធម្មតាដាំទៅវារឹងពេកណាហើយបើដាក់ទឹកច្រើនបន្តិចវាទៅជាជ្រាយពាក់កណ្ដាលចុះក្រោមទៅវិញបានសេចក្តីថាខ្ញុំដាំ2ដងអារឿងបាយខ្ញុំស៊ី70ឆ្នាំហើយអញ្ចឹងដាំ2ដងបានសេចក្តីថាអង្គនេះជារបស់ខ្មែរខ្ញុំចង់លើកតម្កើងណាស់ខ្ញុំត្រូវការលើកតម្កើងអញ្ចឹងត្រូវការប្រាប់អង្គនេះអត់ឆ្ងាញ់មិនដឹងគេមកពីអីខ្ញុំអត់ទាន់ដឹងតែវាអត់ឆ្ងាញ់បើប្រៀបកញ្ចក់ចាបដែលចាញ់ពីសៀមមកហើយនឹងផ្កាម្លិះចាញ់ពីសៀមអង្គយើងនេះអត់ឆ្ងាញ់អានេះមិនដឹងគេមកពីអីខ្ញុំនឹងទៅទិញអាម៉ាក់ផ្សេងយកមកស៊ីដើម្បីខ្ញុំជួយប្រាប់ខាងក្នុងថាវាមិនបានជាអានោះវាអត់ឆ្ងាញ់ទេបងប្អូនដាំឲ្យបាយស្រួយវាទៅជារឹងដាំឲ្យវាទន់វាទៅជាជ្រាយវាអត់ឆ្ងាញ់ហើយបើនិយាយពីក្លិនក្អូបក្រោយពេលបាយឆ្អិនក្អូប5សួរថាក្អូប5បើទៅប្រៀបនឹងផ្កាម្លិះយួនហើយនឹងសៀមតើអាផ្កាម្លិះសៀមដែលវាដាក់លក់ហ្នឹងហើយនឹងមកដល់អាមេរិកហើយនឹងអាក្អូបយើងនេះវាប្រហែលគ្នាមានន័យថាបើនិយាយពីក្លិនក្អូបដូចគ្នាតែដល់បាយឆ្ងាញ់វាអត់ឆ្ងាញ់ឬមួយក៏ចាំមើលក្មួយខ្ញុំគេថាមានអាម៉ាក់ណាទៀតខ្ញុំនឹងឲ្យវាទិញយកមក2 3ម៉ាក់ឥឡូវម៉ាក់នេះអត់ឆ្ងាញ់ទេបងប្អូនអង្គនេះស៊ីអត់ឆ្ងាញ់ទេខ្ញុំប្រាប់ស៊ីអត់ឆ្ងាញ់ហើយពេលស៊ីបាយខ្ញុំប្រើពាក្យស៊ីគឺខ្មែរពិតជាទៅពេលបាយស៊ីមែនខ្ញុំអត់ប្រើពាក្យញ៉ាំទេខ្ញុំប្រើពាក្យស៊ីពេលខ្ញុំស៊ីបាយនេះខ្ញុំស៊ីបាយជាមួយនឹងសម្លម្ជូរគ្រឿងខ្ញុំស៊ីបាយជាមួយឆាខ្ញុំស៊ីបាយជាមួយនឹងម៉ាំអីផ្អកអីដើម្បីខ្ញុំចង់ដឹងថារសជាតិមួយនេះអត់ទេអត់ឆ្ងាញ់ sorry ខ្ញុំសុំទោសចុះខ្ញុំប្រាប់តងវាអត់ឆ្ងាញ់អាព្រះវិហារនេះស៊ីអាកាអន់ជាងអង្គសៀម
mình đăng chầm bị ấy hai môi tiết nhầm xong prap xiêm cả nào về chun co sai may mà về đặt thân nu crop Việt đế cả đặt môi cho Việt đặt thân nu crop conនេះស្រូវចាស់ទេអញ្ចឹងគុណភាពវេចខ្ចប់ល្អតែខាតនឹងបោះពុំហ្នឹងណាខាតនឹងបោះពុំហ្នឹងបាទខាតនឹងបោះពុំហ្នឹងបាទខាតនឹងបោះពុំហ្នឹងហើយមិនដឹងថាយ៉ាងម៉េចស្រាប់តែឆ្លងកាត់រដ្ឋកាលីហ្វ័រញ៉ាវាវាយអាផ្លាកនឹងឲ្យមិនដឹងយ៉ាងម៉េចស្រាប់តែវាយផ្លាកនឹងឲ្យអង្គសៀមណារឿងចូលរដ្ឋកាលីហ្វ័រញ៉ាខ្ញុំអត់ដឹងទេអ្នកដែលយកអង្គនឹងមកវា Yes US LLC Jacksonville Florida ប៉ុន្តែស្រាប់តែវាវាយផ្លាករដ្ឋ California ណាគេដាក់ថា this product can expose you to chemical including lead and cadmium which are known to the state of California to cause cancer and birth defect or other productive harm ស្លាកនេះមានន័យថាអង្គហ្នឹងវាទៅឆ្លងកាត់រដ្ឋ California បានវាវាយអាផ្លាកហ្នឹងអត់ល្អទេណាបងប្អូនអាមេរិកណានៅស្អេដតីឲ្យតែឃើញអាផ្លាកហ្នឹងគេអត់ទិញទេផ្លាកនេះគឺច្បាប់រដ្ឋ California នេះឈួតតែឯងវាថាអង្គនេះមានសារធាតុគីមីដែលបណ្ដាលឲ្យកើតមហារីកឬក៏ស្ត្រីហ្នឹងមានកូនមកមិនប្រក្រតីផ្លាកមួយតូចនេះធ្វើឲ្យអង្គនេះលក់នៅក្នុងរដ្ឋដទៃគេអត់ទិញស៊ីទេដោយសារអាផ្លាកតូចម៉ាយនេះអ្នកនាំចូលត្រូវនាំចូលបើអ្នកនាំចូលនៅ Florida អត់តម្រូវការផ្លាកនេះអត់ត្រូវមានផ្លាកហ្នឹងទេ should not have this kind of print គ្រាន់តែប៉ុណ្្នឹងយើងបាត់ទីផ្សារអស់នេះខ្ញុំប្រាប់ល្បិចឥឡូវខ្ញុំឲ្យមើលឲ្យយន្តនេះគឺជាក្តាមប្រៃណាអាហ្នឹងយើងជៀសវាមិនរួចវាត្រូវឆ្លងកាត់ណាយើងព្យាយាមយល់ដឹងថានៅស្រុកអាមេរិកមានរដ្ឋ50រដ្ឋបើសិនណាជាផលិតផលយើងជៀសអារដ្ឋ California នឹងចាញ់យើងលក់49រដ្ឋដែលអត់មានតម្រូវការណាដែលអត់មានតម្រូវការកាលណាអង្គដាក់ថាមានជាតិគីមីដែលធ្វើឲ្យកើតមហារីកអាមេរិកវាអត់ទិញស៊ីវាអត់ទិញស៊ីណាអញ្ចឹងបើរដ្ឋ California វាតាំងជួនកាលយើងនាំអង្គចូលត្រូវកិច្ចអារដ្ឋហ្នឹងយើងកុំ distribute ទៅរដ្ឋហ្នឹងពោះអា49រដ្ឋទៀតវាធូរទីផ្សារប្រយ័ត្នណាស្លាកតូចមួយធ្វើឲ្យយើងបាត់បង់ការលក់ដូរអញ្ចឹង marketing research ស្ថានទូតយើងមាននុព័ន្ធពាណិជ្ជកម្មអីត្រូវផ្ដល់តំណែងទៅឲ្យផលិតករយើងបានយើងនាំឲ្យបានចេញដោយទូរេអញ្ចឹងហេតុដែលនេះទាញចូលស្រុកអាមេរិកអត់បានដោយសារអីយើងអត់មាន process គេហៅអីប្រព្រឹត្តកម្មយើងអត់ទាន់មានបើវាមាននាំទូរេចូលបានណាសូមបីតែខ្ញុំទិញអង្គនឹងស៊ីឃើញអាផ្លាកហ្នឹងតែស៊ីកើតណានេះខ្ញុំមិនមែនបង្អាប់ទេណាខ្ញុំជួយកុំចូលណាកុំចូលហ្នឹងចេមសុកនិយាយបង្អាប់អត់ទេចេមសុកមិនមែននិយាយបង្អាប់ទេចេមសុកនិយាយពីរបៀបថាឲ្យយល់ឲ្យច្បាស់អង្គពីចាំមើលខ្ញុំទៅយកក្រុងដតីយកមកបង្ហាញអារដ្ឋ California ហ្នឹងមានច្បាប់មួយតែមិនមែនច្បាប់រដ្ឋ California ហ្នឹងច្បាប់រដ្ឋដតីគេធ្វើដូចអា California ហ្នឹងទេអញ្ចឹងកន្លែងខ្លះនៅពេលដែលយើង import របស់យើងមកបើមិនត្រូវឆ្លងកាត់ទេកុំឲ្យវាយអាផ្លាកហ្នឹងយកមកលក់នៅ state គេដតីលក់អត់ដាច់ទេតែឃើញអាពាក្យហ្នឹងគឺគេអត់ទិញស៊ីទេម្ហូបណែនេះគឺជាព័ត៌មានមួយតូចទេប៉ុន្តែវាជាការតាក់ទងនឹងទីផ្សារខ្ញុំនិយាយប៉ុណ្ណឹងចុះខ្ញុំមិនត្រូវនិយាយច្រើនទេព្រោះអ្នកស្ដាប់អត់បានចេះតែនិយាយថាជេមសុកហ្នឹងបង្អាប់តែស្រុកខ្លួនឯងអត់ទេអត់មានបង្អាប់ទេចង់ឲ្យរបស់ហ្នឹងចូលមកខ្ញុំក៏ឃើញអាផ្លាកហ្នឹងខ្ញុំលែងចង់ស៊ីអង្គហ្នឹង
កើតមហារីកស្រាប់ទៅហើយដល់វាមានអាខ្លះហ្នឹងមិនដឹងតាអង្គហ្នឹងវា process យ៉ាងម៉េចដាក់បានទេប៉ុន្តែឥឡូវកុំនិយាយអារឿងមហារីកខ្ញុំប្រាប់ថាអង្គហ្នឹងអត់ឆ្ងាញ់ទេអត់ឆ្ងាញ់ណាអង្គហ្នឹងវាអត់ឆ្ងាញ់ទេតែគ្រាប់ល្អណាស់តែមិនដឹងយ៉ាងម៉េចវាអត់ឆ្ងាញ់ចាំមើលខ្ញុំសាកទៀតហើយខ្ញុំប្រាប់ខ្ញុំមិនមែនបង្អាប់ទេខ្ញុំចង់ជួយអង្គនេះបើសិនជាយើងប្រៀបធៀបនឹងអង្គសៀមយើងអត់បានទេប្រៀបធៀបនឹងរូបប្រាសាទរូបត្រី3បោះសៀមចាំមើលខ្ញុំទៅថតតាមអង្គបោះសៀមឆ្ងាញ់ជាងហើយអត់មានអាស្លាក can មហារីកហ្នឹងទេអញ្ចឹងយើងត្រូវធ្វើម៉េចកិច្ចអាស្លាកមហារីកហ្នឹងឲ្យបានបើយើងចង់លក់អង្គយើងចាញ់មកក្រៅឲ្យច្រើនយើងកិច្ចអាស្លាកហ្នឹងឲ្យបានយើងត្រូវសិក្សាថាម៉េចបានគេកិច្ចបានអាស្លាកហ្នឹងណានឹងប៉ុណ្ណឹងណាសុំកុំច្រឡំណាតិចភ្លើថាជេមសុកនឹងបង្អាប់ផលិតផលជាតិអីអត់ទេបើយើងចំណាយលុយតិចលើការវិចខ្ចប់ process យើងលក់បានថោកលក់បានច្រើនជាងទីផ្សារយើងរីកធំអញ្ចឹងការសិក្សាពីផលិតផលស្តង់ដាសម្រាប់ចែកចាយទីផ្សារគឺសំខាន់ណាសំខាន់ណាស់បាទអញ្ចឹងខ្ញុំជម្រាបលាពី Facebook